មកដល់កូនសំឡាញ់មាសឪពុកសូមឲ្យកូនប្រើប្រាស់ពេលវេលាឲ្យបាននូវប្រយោជន៍ច្រើនជាទីបំផុតក្នុងជីវិតរបស់កូនពេលទំនេរសូមឲ្យកូនចាប់សៀវភៅនេះយកមកអានហើយចាំទុកនៅសេចក្តីនីមួយៗផងពេលមានទុក្ខសូមឲ្យកូនពិចារណាតាមការណែនាំរបស់ឪនៅក្នុងសៀវភៅនេះឯងពេលនឹកអាល័យសូមឲ្យកូនអាននៅសៀវភៅនេះដូចជាបាននៅក្បែរម៉ែឪដែរពេលបានសុខសូមឲ្យកូនចាប់សៀវភៅនេះមករីករាយសប្បាយជាមួយឪពុកម្ដាយនិងមានសេចក្តីសុខជាមួយក្រុមគ្រួសារដែរពេលកូនមានបញ្ហាសូមឲ្យកូនប្រឹក្សាជាមួយឪពុកម្ដាយតែបើឪពុកម្ដាយមិននៅទេសូមឲ្យកូនប្រឹក្សាជាមួយសៀវភៅនេះចោះពុកនិងម៉ែប្រាថ្នាឲ្យកូនមាននៅសេចក្តីសុខទើបបានជាអប់រំនិងដាស់តឿនក្រើនរំលឹកកូនជារឿយៗមិនឲ្យកូនលេងហួសពេលវេលាព្រោះអាចនាំឲ្យកូនមាននៅជំងឺគ្រុនរងាជាដើមដាស់តឿនកូនមិនឲ្យញ៉ាំនៅអាហារណាមិនល្អព្រោះវាអាចនាំឲ្យខូចសុខភាពហើយបើកូននៅមិនទាន់យល់នៅពាក្យដាស់តឿនឬក៏មិនស្ដាប់តាមនៅពាក្យទូន្មានរបស់ម៉ែឪទេនោះដល់ពេលកូនមិនស្រួលខ្លួនឡើងឪពុកម្ដាយក៏ត្រូវតែនៅរក្សានិងព្យាបាលកូនយ៉ាងល្អជាទីបំផុតដដែលនៅក្នុងដំណើរជីវិតក៏ដូចគ្នាដែរឪពុកម្ដាយបានព្យាយាមអប់រំនិងដាស់តឿនជានិច្ចឲ្យកូនតាំងចិត្តសិក្សារៀនសូត្ររៀបចំខ្លួនឲ្យនៅក្នុងសេចក្តីល្អមិនឲ្យកូនប្រព្រឹត្តខ្លួនជាមនុស្សលេះលោះតែបើពេលណាកូនប្រព្រឹត្តភ្លៀងភ្លាត់ដោយហេតុណាមួយនោះឪពុកម្ដាយក៏នឹងព្យាយាមជួយកូនយ៉ាងប្ដូរជីវិតដូចជាពេលដែលកូនមិនស្រួលផ្លូវកាយដូច្នោះឯងព្រោះហេតុដូចពោលមកនេះឪសូមឲ្យកូនមានការចាំជានិច្ចថាពេលណាដែលកូនមានបញ្ហាកើតឡើងសូមកូនប្រឹក្សាជាមួយនឹងម៉ែឪកុំលាក់លៀមឲ្យសោះព្រោះមិនមានអ្នកណាស្មោះត្រង់និងមានបំណងជួយកូនឲ្យក្រៃលែងជាងម៉ែឪរបស់កូនឡើយបើម៉ែឪដឹងហើយមិនថាបញ្ហានោះលំបាកលំបិនយ៉ាងណាម៉ែឪរមែងរួមគ្នាដោះស្រាយកែខៃបញ្ហាបានគ្រប់រឿងទាំងអស់កូនមាសឪពុកកាលបើកូនបំពេញតួនាទីដោយសុចរិតដោយការឆ្លាតវៃមានសេចក្តីស្មោះត្រង់និងកតញ្ញូកូនរមែងបានទទួលនៅសេចក្តីរីករាយព្រោះរលឹកឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួនហើយកូននឹងបានទទួលនៅផលជាសុខមានសេចក្តីចម្រើនដល់អនាគតនៃជីវិតរបស់កូនព្រមទាំងក្រុមគ្រួសារយ៉ាងពិតប្រាកដឪសូមឲ្យពរដល់កូនពីឪពុករបស់កូនដកស្រង់ចេញពីសៀវភៅកូនមាសឪពុករៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតបុត្រសាវង្សអានដោយខ្ញុំព្រះករុណាអាត្មាភាពចូលតញ្ញាណោនេងផាណាន់គង់នៅវត្តរតនផ្កាយព្រឹកសូមអនុមោទនា